មានសួរបងប្អូនអរគ្នាខ្ញុំកំពុងតែនៅថាគា Sofitel ភ្នំពេញភូមិត្រាថ្ងៃនេះមានកម្មវិធីពិសេសមួយគឺចុះកិច្ចព្រមព្រៀងនៅក្នុងការនាំចូលរថយន្តទំនើប Lin & Co មកកាន់ប្រទេសកម្ពុជាក្រោមអធិបតេយ្យភាពរបស់អាដាមរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនលោកអ្នកអញ្ញាលីហួរដែលជាប្រធានក្រុមសាភិបាលនៃលីហួរគោរពក៏ដូចជាលោកអញ្ញាលីសុភ័ក្រដែលមានវត្តមានជាអធិបតេយ្យភាពនៅក្នុងកម្មវិធីនេះផងដែរចឹងបងប្អូនចង់ដឹងថាកម្មវិធីដ៏ពិសេសនេះប្រព្រឹត្តទៅដោយមានរបៀបវារៈបែបណាខ្លះវាអស្ចារ្យបែបណាខ្លះបងប្អូនទៅតាមដានសកម្មភាពទាំងអស់គ្នានៅក្នុង event នឹងទាំងគ្នាក្នុងកម្មវិធីនេះអ្នកអាជ្ញាលីសុភ័ក្រប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lin & Co Automotive Cambodia នឹងបានថ្លែងថារថយន្តម៉ាក Lin & Co នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតងនិងនិរន្តរភាពលោក Bruce Lee ប្រធានតំបន់អាស៊ីអាគ្នេយ៍ម៉ាក Lin & Co បានចែករំលែកថាកម្ពុជាត្រូវបានជ្រើសរើសដោយសក្តានុពលសេដ្ឋកិច្ចរឹងមាំនិងប្រជាជនវ័យក្មេងដែលកំពុងតែស្វែងយល់ពីបច្ចេកវិទ្យាទំនើបក្រុមហ៊ុនបានបដិញ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើនស្ថានីយ៍សាកថ្មទូទាំងប្រទេសក្នុងកម្មវិធីនេះបញ្ចប់ទៅដោយចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរវាងអ្នកអញ្ញាលីសុភ័ក្រប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lin & Co Automotive Cambodia និងលោក Bruce Lee ប្រធានតំបន់អាស៊ីអាគ្នេយ៍ម៉ាក Lin & Co ក្រោមអធិបតេយ្យភាពអាដាមរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកអ្នកអញ្ញាលីហួរប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលីហួរគោរពជាសក្ខីកិត្តិយសផងដែរបងប្អូនអរគ្នាបន្ទាប់ពីមើលទស្សនវិជ្ជានៅក្នុង event ហើយឥឡូវខ្ញុំនាំមកជួបជាមួយនឹងឡានហើយឡាននៅក្នុង event នេះមាន2គ្រឿងខ្ញុំចង់សង្កត់ធ្ងន់ទី1គឺ Lin & Co O8 EMP និង O6 EMP នេះគឺជា O8 EMP ជាប្រភេទ plug-in hybrid ហើយពិសេសត្រង់ថានៅពេលដែលយើង combine ចូលគ្នារវាងអគ្គិសនីនិងសាំងក្នុងការបើកបររហូតដល់ 1400 គីឡូម៉ែត្រសម្រាប់រថយន្តមួយនេះហើយតម្លៃរបស់វាគឺខ្ទង់ 58000 ហើយវាមានភាពខុសគ្នាទៅលើប្រភេទ all wheel drive និងប្រភេទប៉ុង1ហើយនេះគឺជាប្រភេទប៉ុង1ហើយប្រភេទ all wheel drive តម្លៃវាអាចលើសនឹងប៉ុន្តែដោយសារតែ model នេះ plug-in hybrid ខ្ញុំគិតថាត្រូវខ្លាំងជាមួយនឹងបរិបទប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះអញ្ចឹងខាងក្រៅខ្ញុំសូម highlight ពាក់ព័ន្ធជាមួយនឹងជាគៀងខាងមុខដែលជាប្រភេទជាគៀង automatic មាន LED ការ design និយាយរួមទៅមើលមកតាន់តែម្ដងជាពិសេសគឺសាច់ដែកបដោតខ្លាំងទៅលើសុវត្ថិភាពនិងភាពរឹងមាំដោយសារតែនៅខាងក្រៅនេះនាំបងប្អូនមើលបានត្រួសទេប៉ុន្តែមានចំណុចពិសេសមួយត្រូវបង្ហាញជូនបងប្អូនមុននឹងយើងចូលទៅកាន់ខាងក្នុងនេះទៅលើទ្វារជាលក្ខណៈ frameless មានន័យថាអត់មានតំណុងទេនៅពេលដែលយើងបើកកញ្ចក់តម្លាក់គឺតម្លាក់ទៅតែម្ដងសម្រាប់រថយន្តដែលមានតម្លៃជាង$50000ប្រភេទ plug-in hybrid ប្រើប្រាស់ទៅវាសំចៃហើយរូបរាងមានបែប sport ទៀតទំនំបងប្អូនចូលទៅខាងក្នុងបន្តិចមើលអំពីការ design ខ្លះតោះគឺទៅលើ tableau ដែលគេ design បែបប្លែកបើយើងគិតទៅដូច robot មួយអញ្ចឹងណាសម្រាប់ឡាននេះហើយចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺទៅលើភ្លើង ambient light នៅខាងក្នុងរបស់វាការ design ចេញមកគឺប្លែកពីគេជាពិសេសនៅលើផ្នែក tableau គេ design ជាលក្ខណៈ 3D អញ្ចឹងនៅពេលដែលយើងបើកទៅយើងទទួលបានអារម្មណ៍ប្លែកពីឡានប្រភេទធម្មតាវានេះខ្ញុំចាប់អារម្មណ៍គ្រាន់ថាវាអាចប្រើប្រាស់ប៊ូតុងនៅក្នុងការបិទបើកហើយកៅអីរបស់វាគឺកៅអីដែលស្រួលអង្គុយខ្លាំងមែនតើដោយសារតែវាធំហើយមួយទៀតគឺវាមកពេញកផ្លូវពេញជើងរបស់យើងហើយនិងពេញខ្នងរបស់យើងនឹងសុទ្ធតែជាចំណុចតាក់ទាញហើយខាងលើជាប្រភេទ panoramic roof ខាងនេះមាន wireless charge ខាងនេះគឺជា O6 EMP គឺជាប្រភេទ model ប្រើប្រាស់អគ្គិសនីសុទ្ធសម្រាប់ការសាកភ្លើងបំពេញអាចជិះបាន400គីឡូម៉ែត្រអញ្ចឹងបញ្ជាក់បន្តិចសម្រាប់ការធានាពីក្រុមហ៊ុនគឺធានា5ឆ្នាំឬក៏150,000គីឡូសម្រាប់ការធានាទូទៅនិងធានា8ឆ្នាំឬក៏200,000គីឡូសម្រាប់ការធានាទៅលើធាតុផ្សំផ្សេងៗរបស់អាគុយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាមានមតិយោបល់អ្វីអាចធ្វើការលើកឡើងបានដូចគ្នាវីដេអូត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ